អ្នកទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាចាស់បុរាណតែងតែហាមប្រាមដាច់ខាតមិនឲ្យស្ត្រីមានផ្ទៃពោះដើរកាត់ព្រៃស្ងាត់ម្នាក់ឯងនៅពេលប្រលប់ពួកគាត់តែងតែប្រាប់ថាប្រយ័ត្នព្រាយក្រឡាភ្លឹងវាឃើញវាទាយកកូនភាគច្រើនយើងតែងតែគិតថាវាគ្រាន់តែជារឿងប្រឌិតដើម្បីបន្លាចក្មេងៗឬស្ត្រីមានពោះអចេះប្រយ័ត្នប្រយែងតែប៉ុណ្ណោះប៉ុន្តែចុះចំណែកអ្នកដែលមិនទាន់មានផ្ទៃពោះសោះស្រាប់តែថ្ងៃមួយភ្ញាក់ពីគេងពួករបស់អ្នកចាប់ផ្ដើមរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃរីកធំទាំងដែលអ្នកដឹងច្បាស់ថាក្នុងនោះវាមិនមែនជាក្មេងនោះទេហើយគ្មានមូលហេតុវិជ្ជសាស្ត្រណាមួយអាចបកស្រាយបានតើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលរាល់យប់អ្នកតែងតែមានអារម្មណ៍ថាមានរបស់ម្យ៉ាងកំពុងតែរើបំរាស់និងព្យាយាមខ្វល់ទម្លុះស្បែកពុំរបស់អ្នកចេញមកក្រៅសំឡេងដកដង្ហើមធំនិងសំឡេងបេះដូងលោតញាប់រាត្រីនេះសូមស្វាគមន៍មកកាន់ podcast របស់យើងខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ភូមិមួយដ៏ដាច់ស្រយាលស្ថិតនៅក្បែរជើងភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ទីនោះល្បីល្បាញណាស់ខាងព្រៃក្រាស់អបិយជំនឿនិងអាគមអូមអាមយើងនឹងតាមដានរឿងរ៉ាវពិតដ៏គួរឲ្យព្រឺព្រួយមួយដែលបានកើតឡើងចំពោះស្ត្រីម្នាក់ឈ្មោះស្រីនាងរឿងនេះវាមិនមែនត្រឹមតែជាការលងបន្លាចពីខាងក្រៅទេតែវាជាការតស៊ូយ៉ាងវេទនាជាមួយវិញ្ញាណដែលចូលមកតាំងទីលំនៅនិងទាមទារចាប់ជាតិតាមរយៈរាងកាយមនុស្សរស់សូមបិទភ្លើងបិទទ្វារឲ្យជិតហើយយើងចាប់ផ្ដើមទាំងអស់គ្នារឿងរ៉ាវនេះបានកើតឡើងកាលពីជាង10ឆ្នាំមុនស្រីនាងនិងប្តីរបស់គាត់ជូធាជាប្តីប្រពន្ធវ័យក្មេងដែលមានជីវភាពក្រីក្រពួកគាត់រស់នៅក្នុងខ្ទមតូចមួយនៅចុងភូមិដែលព័ទ្ធជុំវិញទៅដោយព្រៃស៊ុបទ្រុបជីវភាពប្រចាំថ្ងៃរបស់ពួកគាត់គឺពឹងផ្អែកទាំងស្រុងលើការចូលព្រៃរកផ្សិតរកវល័យនិងបោចផ្ដៅដោយសារតែចង់បាំងប្រាក់ចំណូលបន្ថែមដើម្បីសន្សំទុកយកកូនធានិងស្រីនាងតែងតែប្រថុយចូលទៅក្នុងព្រៃជ្រៅដែលអ្នកភូមិទូទៅមិនសូវហ៊ានទៅរហូតដល់ថ្ងៃមួយថ្ងៃដែលផ្ទៃមេឃស្រទុំរកល់ភ្លៀងតាំងពីព្រលឹមធាមានអាការៈមិនស្រួលខ្លួនទើបស្រីនាងសម្រេចចិត្តស្ពាយកញ្ជើចូលព្រៃម្នាក់ឯងនាងបានដើរជ្រៅទៅរហូតដល់តំបន់មួយដែលអ្នកស្រុកហៅថាអូដាច់សង្វែងសំឡេងតន្ត្រីបដូរទៅជាត្រជាក់ស្រែងសំឡេងសត្វព្រៃស្ងាត់ជ្រងឹមបន្សល់ត្រឹមសំឡេងខ្យល់អូដាច់សង្វែងគ្រាន់តែឮឈ្មោះក៏ព្រឺក្បាលទៅហើយអ្នកភូមិដឹងច្បាស់ណាស់ថាកន្លែងនោះសម្បូរទៅដោយដើមឈើធំបាក់ស្រុតនិងមានខ្ទមអ្នកតាប្រក់ស្បូវចាក់ដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយអ្វីដែលចម្លែកនៅថ្ងៃនោះគឺពេលស្រីនាងជៀនជឿងចូលដល់តំបន់នោះសំឡេងសត្វបក្សីដែលធ្លាប់តែយំអើងកងស្រាប់តែស្ងាត់ជ្រងឹមស្ងាត់ដូចជាបិទកុងតាក់ខ្យល់ដែលបក់មកបែរជាមានលីឡំក្លិនឆ្អាបដូចក្លិនឈាមស្ងួតស្រីនាងប្រុងដំបកក្រោយទៅហើយប៉ុន្តែខ្សែភ្នែករបស់នាងស្រាប់តែតាក់ទងនឹងវត្ថុមួយយ៉ាងវានៅក្រោមគល់ជ្រៃធំមួយដែលមានរឹសរยิរយ៉ាវាគឺជាតុក្កតាដីឥដ្ឋមួយរូបប៉ុន្តែវាមិនមែនជាតុក្កតាធម្មតាទេវាជារូបចម្លាក់ស្ត្រីអាក្រាតកាយម្នាក់ដែលមានពោះធំប៉ោងខុសធម្មតាដោយមនុស្សមានកូនភ្លើមជិតគ្រប់ខែនៅជុំវិញពោះតុក្កតានោះមានរុំទៅដោយខ្សែអំបត់ពណ៌ក្រហមឆ្អៅដែលចាស់ពណ៌ទៅជាក្រហមក្រមៅរួមជាមួយស្នាមប្រឡាក់ពណ៌ខ្មៅដែលមើលទៅដូចជាឈាមក្រៀមតាមក្បួនតម្រាខ្មែររបស់បែបនេះគេហៅថារូបបញ្ចុះព្រលឹងដែលគ្រូមន្តអាគមដកព្រលឹងខ្មោចតៃហោងឲ្យចូលទៅសន្ធិដ្ឋតែដោយសារតែភាពល្ងងខ្លៅនិងអារម្មណ៍មួយដែលដូចជាត្រូវគេសណ្ដំស្រីនាងមានអារម្មណ៍អាណិតតុក្កតានោះយ៉ាងចម្លែកនាងដើរទៅជិតលូកដៃធ្វើរើសវាមកប៊ូសអង្អែលដកដង្ហើមធំរួចយកវាទៅដាក់លើផ្ទាំងថ្មខ្ពស់មួយក្បែរនោះដើម្បីកុំឲ្យប្រឡាក់ដីនាងមិនបានដឹងសោះឡើយទេថាគ្រាន់តែជុំរៀមដៃនាងប៉ះរូបនោះភ្លាមបណ្ដាសាបានផ្ទេរចូលមកក្នុងខ្លួននាងបាត់ទៅហើយត្រឡប់មកដល់ផ្ទះវិញយប់ដំបូងអ្វីចាប់ផ្ដើមប្រែប្រួលដំបូងឡើយគឺក្លិនធាជាប្តីដែលបានរៀបរាប់ប្រាប់អ្នកភូមិនៅពេលក្រោយមកថាយប់នោះពេលគាត់ងាកទៅអបប្រពន្ធ
គាត់ស្រាប់តែធំក្លិនស្អុយរលួយយ៉ាងខ្លាំងចេញពីរាងកាយនាងវាដូចជាក្លិនសត្វងាប់ដែលគេទុកចោលហើបៃគាត់សួរប្រពន្ធតែប្រពន្ធប្រាប់ថានាងបានងូតទឹកដុសសាប៊ូស្អាតបាត់អស់ហើយចូលដល់យប់ទី3រឿងរន្ធត់ពិតប្រាកដក៏ចាប់ផ្ដើមម៉ោងប្រហែល2ទៀបភ្លឺធៀបញាក់ពីគេងស្រវាអោបប្រពន្ធតែប៉ះត្រឹមកន្ទេលគាត់ក្រោកដើររកផ្ទះខ្ទមតូចល្ងឹតស្រុបគាត់ដើរតម្រង់ទៅផ្ទះបាយព្រោះឮសំឡេងចម្លែកក្រឹបគ្រួបក្រឹបវាជាសំឡេងទំពារបស់ឆ្អែវធាយកពីនថ្មទៅបំភ្លឺស្រមៃមើលបងអូនគាត់បញ្ចាញ់ពីនចំជ្រុងផ្ទះបាយស្រីនាងកំពុងអង្គុយចុងហោងបែខ្នងធាហៅស្រីនាងស្រាវនាងធ្វើអីនឹងយកប្រលឹបស្រីនាងងាកមុខមកយឺតភ្នែករបស់នាងសកឡើងលឿសតែសខ្មៅនៅនឹងមាត់របស់នាងកំពុងកម្មត្រីឆ្ដោរស់មួយក្បាលដែលធាទើបនឹងរកបានកាលពីល្ងាចនាងកម្មស៊ីទាំងស្កាទាំងប្រវៀនឈាមត្រីស្រក់តក់កាត់ចង្ការពេលពន្លឺពីនឆៃចំមុខនាងមិនបានភ្ញាក់ផ្អើលទេតែនាងបែរជាសើចជាសំឡេងសើចស្ពកស្អករបស់មនុស្សចាស់ក៏កិច្ចនឹងបំពង់ករួចនិយាយទាំងញញឹមថាកូនអញវាឃ្លានឈាមចាប់ពីយប់នោះមករាងកាយស្រីនាងប្រែប្រួលយ៉ាងឆាប់រហ័សអ្វីដែលគួរឲ្យខ្លាចបំផុតគឺពោះរបស់នាងត្រឹមតែរយៈពេល1សប្តាហ៍ប៉ុណ្ណោះពោះរបស់នាងប៉ោងធំឡើងដោយស្ត្រីមានផ្ទៃពោះ9ខែស្បែកពោះឡើងស្ដាងឡើងសរសៃវែនពណ៌ខ្មៅខ្វាត់ខ្វាញរាល់យប់ស្រីនាងតែងតែស្រែកធ្ងរដោយការឈឺចាប់ព្រោះមានអារម្មណ៍ថាមានក្រចកស្រួចកំពុងតែកោសពីខាងក្នុងពោះនាងធៀបហើយស្លន់ស្លោក៏ខ្ចីលួយគេជួលឡានដឹកនាងទៅមន្ទីរពេទ្យបង្អែកខេត្តពេលទៅដល់គ្រូពេទ្យឃើញពួកធំដូចនេះក៏យកម៉ាស៊ីនអេកូឬអ៊ុលត្រាសោនមកមើលប៉ុន្តែពេលគ្រូពេទ្យដាក់ម៉ាស៊ីនចុងលើពួកនាងគ្រូពេទ្យស្រាប់តែញ័រដៃស្លែកមុខអេក្រង់ម៉ាស៊ីនមិនបង្ហាញរូបរាងទារកទេវាមើលទៅទទេស្អាតមានកូនមានដុំសាច់តែវាពេញទៅដោយរថវិតពណ៌ខ្មៅខាប់និងមានស្រមោលអណ្ដែតវិលចុះឡើងស្រាប់តែនៅលើអេក្រង់នោះលេចចេញជារូបរាងមុខមនុស្សចាស់ម្នាក់កំពុងតែហាមាត់សោយដោយគ្រូពេទ្យម៉ាស៊ីនអេកូក៏ស្រាប់តែរលត់ខ្សែភ្លើងឆេះក្មួនគ្រូពេទ្យភ័យញ័រខ្លួនប្រាប់ធាថាជំងឺនេះពេទ្យមើលមិនកើតទេពូយកគាត់ទៅរកគ្រូខ្មែរទៅត្រឡប់មកដល់ភូមិវិញស្ថានភាពស្រីនាងលែងជារបស់មនុស្សទៀតហើយនាងមិនស្លៀកពាក់មិនហូបបាយគឺតែពីលូនៅលើកំរាលកដាដោយសត្វល្មួនចុងក្រោយអ្នកភូមិបានទៅអញ្ជើញលោកគ្រូធំម្នាក់មកពីតំបន់វាលវែងដែលល្បីខាងបង្ក្រាបព្រាយបិសាចយប់នោះផ្ទះរបស់ធាត្រូវបានគេចងខ្សែសីមាព័ទ្ធជុំវិញដាក់បន្លាស្អំនៅរាល់មាត់ទ្វារបង្អួចស្រីនាងត្រូវបានគេចងដៃចងជើងផ្ងាសន្ធឹងលើកដាពេលលោកគ្រូធំចាប់ផ្ដើមដុតធូបនិងសូត្រអាគមបាយទឹកមុនសំឡេងទឹកជះផាច់និងសំឡេងមនុស្សស្រីស្រែកក្រហមដូចសត្វខ្លាត្រូវរបួសស្រីនាងប្រកាច់ឡើងវីគ្រឿនកម្លាំងរបស់នាងខ្លាំងហួសពីមនុស្សធម្មតាខ្សែចំណងស្ទើរតែដាច់ក្បាលរបស់នាងងើបឡើងសម្លឹងមុខលោកគ្រូធំភ្នែកក្រហមឆ្អៅរួចសើចខាក់ក្អៃបញ្ចេញសំឡេងពីរជាន់សំឡេងមនុស្សស្រីលាយឡំសំឡេងមនុស្សចាស់ពួកឯងធ្វើអញមិនបានទេអញរងចាំនៅទីនោះជាង100ឆ្នាំហើយអញមិនចេញទេកូនអញត្រូវតែមានផ្ទះដេកពោះមេនេះវាក្តៅអ៊ុនស្អាតណាស់វាជាសម្បុកថ្មីរបស់កូនអញអ្វីដែលធ្វើឲ្យអ្នកស្រុកដែលឈរមើលលើទីនោះស្ទើរតែគាំងបេះដូងគឺនៅលើស្បែកពោះដ៏ធំរបស់ស្រីនាងស្រាប់តែលេចចេញជារូបរាងបាតដីតូចរាប់មិនអស់កំពុងរុញច្រានពីខាងក្នុងមកក្រៅវាផុសឡើងក្បាលពោះប៉ោងដូចមានក្មេងរាប់សិបនាក់កំពុងរើបំរាស់ចង់ហែកពោះនាងចេញមកលោកគ្រូធំដឹងថាទុកយូរមិនបានគាត់ក៏យកធូបប៉ាំពីសរសៃចុះយន់រួចសង្កត់ផ្ទាល់ទៅលើចន្លោះចិញ្ចាមរបស់ស្រីនាងសំឡេងសាច់ខ្លោចឆាវសំឡេងស្រែកលូយ៉ាងវែងស្រីនាងស្រែកចុងដង្ហើមរាងកាយនាងប្រកាច់ខ្លាំងរហូតដល់ហូរឈាមខ្មៅនិងទឹកស្អុយចេញតាមទ្វារមាសនិងរុនហ្គូតស្រក់ហូរកាត់ក្តារព្រោះក្លិនស្អុយភេពេញផ្ទះស្ទើរតែធ្វើឲ្យនាងពិធីក្បកចង្អោរស្រាប់តែមានខ្យល់គួចបក់យ៉ាងខ្លាំងបើកទ្វារផ្ទះបកគាំងរួចសំឡេងនោះក៏រសាត់បាត់ចូលទៅក្នុងព្រៃងងឹតវិញស្រីនាងក៏សន្លប់បាត់ស្មារតីទៅបានសន្លប់អស់រយៈពេល3ថ្ងៃពេញនៅពេលនាងដឹងខ្លួន
ពោះរបស់នាងដែលធ្លាប់តែប៉ោងធំក៏ស្រកទៅជារៀបស្មើធម្មតាវិញមុខមាត់នាងក៏ចាប់ផ្ដើមមានឈាមរត់សាច់ឈាមភ្លឺថ្លាមនុស្សគ្រប់គ្នាញាក់ភូមិព្រមទាំងធាជាប្តីបានធូរទ្រូងហើយចិត្តថាអ្វីៗគ្រប់យ៉ាងបានបញ្ចប់ហើយវិញ្ញាណនោះត្រូវបានកម្ចាត់ហើយប៉ុន្តែបងប្អូនដឹងទេនៅក្នុងរឿងខ្មោចពិតកន្លែងដែលយើងគិតថាមានសុវត្ថិភាពបំផុតគឺជាកន្លែងដែលគ្រោះថ្នាក់បំផុតនេះគឺជាចំណុចដែលធ្វើឲ្យឆ្អឹងខ្នងខ្ញុំប្រែជាត្រជាក់នៅពេលដែលបានស្ដាប់រៀបរាប់ដល់វគ្គនេះមួយថែក្រោយមកស្រីនាងចាប់ផ្ដើមមានទម្លាប់ថ្មីមួយដែលគួរឲ្យខ្លាចនាងលែងដើរចូលព្រៃទៀតហើយប៉ុន្តែនាងចូលចិត្តលួចក្រោកនៅពាក់កណ្ដាលអាធ្រាត្រដើរទៅអង្គុយតយជើងនៅលើមែកដើមជ្រៃធំនៅក្រោយផ្ទះយប់មួយម៉ោងប្រហែល1រំលងអាធ្រាត្រធាភញាក់មកមិនឃើញប្រពន្ធក៏កាន់ពេលលោកដើរទៅរកនៅក្រោយផ្ទះពន្លឺប្រច័ណ្ឌស្រអាប់ជាចំរាងកាយស្រីនាងដែលកំពុងអង្គុយលើមេឈើធាហៅនាងឲ្យចុះមកក្រោមដើម្បីចូលគេងស្រីនាងមិនឆ្លើយតបភ្លាមទេនាងងាកមុខមកយឺតក្នុងភាពងងឹតធាឃើញច្បាស់ណាស់ថាពន្លឺភ្នែករបស់នាងមិនមែនជាភ្នែកមនុស្សតែវាបាញ់ពន្លឺពណ៌បៃតងរឿងដោយភ្នែកឆ្មាព្រៃនៅពេលយប់នាងញញឹមជុំមាត់ជាស្នាមញញឹមដ៏ត្រជាក់ស្រេបរួចយកដៃហង្អែលទ្រូងរបស់នាងយឺតហើយខ្សឹបសំឡេងតូចឆ្មាដែលឮច្បាស់ទម្លុះភាពស្ងាត់ជ្រងំនៃរាត្រីនោះថាបងធាគិតថាកូនយើងវាទៅចោលយើងមែនទេអត់ទេវាមិនបានទៅណាទេពោះរបស់អូនវាលែងមានសុវត្ថិភាពហើយដូច្នេះវាគ្រាន់តែបដូរពីដេកក្នុងពោះមកដេកក្នុងបេះដូងអូនវិញបងចង់ឮសំឡេងកូនយើងទេនិយាយមិនទាន់ផុតពីមាត់ផងធាបើកភ្នែកធំសឹងតែទន់ជង្គង់ដួលកប់ដីប្រកបបានឮសំឡេងទារកយំសំឡេងកូនក្មេងទើបនឹងយំងាច្រឡំជាមួយសំឡេងខ្សឹបហើយសំឡេងនោះវាមិនមែនចេញពីមាត់ស្រីនាងទេតែវាបន្លឺចេញពីក្នុងទ្រូងកន្លែងបេះដូងរបស់នាងតែម្ដងចាប់ពីយប់ដ៏រន្ធត់នោះមកគ្មានអ្នកភូមិណាម្នាក់បានឃើញមុខធានិងស្រីនាងទៀតឡើយពួកគេបាត់ខ្លួនទាំងពីរអ្នកប្តីប្រគុណដោយមិនបន្សល់ដានអ្វីទាំងអស់រហូតមកដល់សពថ្ងៃនេះផ្ទះខ្ទុំឈើចាស់នោះនៅតែឈរត្រត្រោតកណ្ដាលព្រៃហើយអ្នកភូមិដែលដើរកាត់ក្បែរនោះនៅយប់ថ្ងៃសិលតែងតែឮសំឡេងបំពេធូននិងសំឡេងទារកយំចេញពីក្នុងខ្ទុំដ៏ខ្មៅងងឹតនោះជានិច្ចវគ្គទី6 Outro ប៉ាក់ពេលជាបញ្ចប់សំឡេងតន្ត្រីបិទបញ្ចប់បែបអត្ថាកំបាំងនិងព្រឹសព្រួលតើរឿងនេះជាការយល់សប្តិការប្រឌិតឬក៏ជាសពនាមនៃវិញ្ញាណដែលរងចាំការចាប់ចាតនៅតំបន់ជើងភ្នំក្រវាញអត្ថាកំបាំងព្រៃជ្រៅនៅតែជាអត្ថាកំបាំងចូលញាក់វិញប្រសិនបើថ្ងៃណាមួយញាក់ដាតកាត់ព្រៃឬទីតាំងស្ងាត់ជ្រងំហើយចៃដន្យភ្នែករបស់ញាក់ប្រទេសជាមួយនឹងវត្ថុបុរាណឬតុក្កតាចម្លែកដែលគេបោះបង់ចោលតើញាក់នឹងនៅតែមានចិត្តអាណិតនិងហ៊ានរើវាដូចជាស្រីនាងដែរឬទេសូមអរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានស្ដាប់ podcast យប់នេះរហូតដល់ចប់មុននឹងចូលគេងកុំភ្លេចពិនិត្យមើលទ្វារបង្អុរឲ្យជិតហើយសាកល្បងស្ទាបទ្រូងខ្លួនឯងបន្តិចទៅក្រែងលោមមានសំឡេងបេះដូងទី2កំពុងលោតនៅក្នុងនោះរាត្រីសួស្ដីនិងសូមឲ្យសុបិនល្អលាហើយ